សួស្តីបងប្អូនទាំងអស់គ្នានេះជាសកម្មភាពក្រុមការងារធ្វើការតប្រព័ន្ធការពារសត្វការាទុកមុនអញ្ចឹងទីតាំងនេះយើងធ្វើការបាញ់ថ្នាំនិងតប្រព័ន្ធទយោបន្ថែមសម្រាប់បាញ់ថ្នាំទៅថ្ងៃក្រោយនៅរយៈពេលមួយដែលក្រុមហ៊ុនបានកំណត់បាទអញ្ចឹងតកតងនឹងប្រព័ន្ធទយោគឺយើងរៀបនៅគ្រប់ធ្នឹមអមសងខាងធ្នឹមទាំងអស់តែម្ដងប៉ុន្តែយើងធ្វើការលុបបដាអញ្ចឹងបាទអញ្ចឹងទីតាំងនេះគាត់ត្រៀមចាក់បេតុងឡប់ឡាយបាទអញ្ចឹងយើងធ្វើការរៀបប្រព័ន្ធទយោហើយនឹងបាញ់ថ្នាំហើយគាត់ដាក់ថ្មមកគឺគាត់ឡប់ឡាយមួយសាហើយបន្ទាប់ពីគាត់ដាក់ដែកធ្នឹមនៅចន្លោះដែលគាត់ទុកនេះហើយយើងក៏ទុកណាទុកភ្ជាប់ពីផុងមួយទៅផុងមួយបាទយើងអត់តទៅក្រោមឬក៏ក្នុងប្រអប់ធ្នឹមនេះទេបាទគឺយើងចាំគាត់ដាក់ដែកហើយបានយើងតអញ្ចឹងតកតងនឹងបច្ចេកទេសតកតងនឹងសេវាកម្មគឺយើងមានបទពិសោធន៍ច្រើនក្នុងការរៀបចំប្រព័ន្ធការពារទុកមុនឲ្យមានសុវត្ថិភាពសម្រាប់ផ្ទះបងប្អូនណាអញ្ចឹងបើបងប្អូនមានតម្រូវការតកតងសេវាកម្មរៀបចំប្រព័ន្ធការពារសត្វការាទុកមុនបងប្អូនអាចធ្វើការតំណែងមកបានបាទសូមអរគុណ